Saខ្លួនឯងពិតជាមានការហ៊ានជាខ្លាំងអ្នកទាំងអស់គ្នាទៅដល់លេងសៀមរាបវល់ល្ងាចហើយក៏មិនយកខ្លួនឯងចេះហេតុអីក៏ធ្វើអញ្ចឹងបានអ្នកទាំងអស់គ្នាឥឡូវនៅក្នុងវីដេអូនេះមានអ្នកគេធ្វើដូចខ្ញុំឥឡូវគិតមើលអ្នកទាំងអស់គ្នាឡានពីពេញទៅម៉ោង10យប់ហើយអ្នកទាំងអស់គ្នាបលំឡើងភ្លឺម៉ោង5ទៅដល់សៀមរាបលុបមុខលុបអីក្នុងឡានហើយចេញទៅផឹកកាហ្វេអ្នកទាំងអស់គ្នាអត់តទៅ check in ទេខ្លាចខាតថ្ងៃសុំចិត្តលុបមុខហើយនឹងដុសថ្មិញអីនៅក្នុងបន្ទប់ទឹកឡានអ្នកទាំងអស់គ្នាសូម្បីតែក៏ខ្ញុំដូរក្នុងឡានដែរអ្នកទាំងអស់គ្នាឥឡូវគិតមើលអត់មានអ្នកគេដូចខ្ញុំសុកហើយមកធ្វើក្បាបខ្លួនឯងឲ្យវេទនានេះតែមានអីសុបាយម្យ៉ាងដែរតែដើរបានច្រើនកន្លែងអ្នកទាំងអស់គ្នាឥឡូវមកផឹកកាហ្វេឡើងរំភើយថតរូបបានឡើងមកច្រើនផ្លាពេលដែលខ្ញុំចូលទៅកន្លែងផឹកកាហ្វេហ្នឹងចំណាយពេលយូរដែរប្រហែលជាកន្លះម៉ោង1ម៉ោងអីដែរតែអ្នកទាំងអស់គ្នាហើយបន្ទាប់ពីចេញពីកន្លែងផឹកកាហ្វេហ្នឹងហើយគឺខ្ញុំបានទៅជួលម៉ូតូតែកន្លែងសកម្មភាពហ្នឹងគឺខ្ញុំបានថតនៅក្នុងវីដេអូនេះទេហើយបន្ទាប់មកអ្នកទាំងអស់គ្នាខ្ញុំបានជួលម៉ូតូហើយខ្ញុំបានមកទីតាំងមួយកន្លែងដែលអ្នកទាំងអស់គ្នាគាត់ទៅមើលវីដេអូហ្នឹងអ្នកដែលធ្លាប់ទៅសៀមរាបប្រកាសជាស្គាល់ហើយគឺភូមិព្រះដាក់ដោយសារតែខ្ញុំចូលចិត្តមាន់អាំងនៅហ្នឹងតម្លៃធូរថ្លៃរសជាតិឆ្ងាញ់មិនថាថ្ងៃបុណ្យថ្ងៃទៀនទេនៅហ្នឹងគឺតម្លៃគេឡើងថ្លៃទេអ្នកទាំងអស់គ្នាអើយខ្ញុំចង់ឲ្យកន្លែងរមណីយដ្ឋានទាំងអស់គឺធ្វើដូចនៅភូមិព្រះដាក់ហ្នឹងទោះបីជាថ្ងៃបុណ្យធំមិនទៅចំថ្ងៃបុណ្យក៏ម្ហូបនៅហ្នឹងអត់ឡើងថ្លៃដែរសេវាកម្មល្អរសជាតិឆ្ងាញ់រស់រាយរាក់ទាក់ជាពិសេសជាមួយនឹងសម្លេងនិយាយដឺបែបខ្មែរតាក់ទាញហ្នឹងទាំងអស់គ្នាហើយនេះអូននិយាយទៅម្ហូបខ្ញុំចូលចិត្តញ៉ាំបែបអញ្ចឹងអត់ដឹងអត់ចូលចិត្តបែបអឺរ៉ុបបែបអីចូលចិត្តបែបអញ្ចឹងហ្មងហើយឥឡូវហ្នឹងគឺដល់ម៉ោងដើរលេងប្រាសាទអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនណាស្លៀកឈុតនេះខ្ញុំក្តៅស្អុះខ្លាំងមែនតើហ្មងលើកទី1ដែលខ្ញុំពាក់ឈុតបុរាណនេះខ្ញុំដើរពេញប្រាសាទសំខាន់ណាស់ខ្ញុំជិះម៉ូតូអ្នកទាំងអស់គ្នាពាក់ឈុតបុរាណជិះម៉ូតូហើយខ្ញុំចេញពីប្រាសាទអង្គរតូចអង្គរធំអីហើយឥឡូវអ្នកទាំងអស់គ្នាគាត់តែឃើញទីតាំងដែលខ្ញុំកំពុងតែថតនេះគឺនៅប្រាសាទបេងមីលាហើយបន្ទាប់ចេញពីប្រាសាទបេងមីលាហើយខ្ញុំមកលេងកន្លែងបាញ់ធ្នូឥឡូវគិតមើលមួយថ្ងៃខ្ញុំដើរលេងបានច្រើនកន្លែងអត់អ្នកទាំងអស់គ្នានេះមិនគេហៅកម្ពុជាអ្នកដើរលេងមែនណាអ្នកទាំងអស់គ្នាក្នុងរយៈពេលតែមួយថ្ងៃទេខ្ញុំដើរឡើងសពពេញក្រុងសៀមរាបតែនិយាយទៅធ្វើបាបខ្លួនឯងមែនអ្នកទាំងអស់គ្នាអើយតែធ្វើបាច់យើងដើរលេងតាមជីវភាពហើយណាមួយពេលវេលារបស់យើងមានកំណត់ឥឡូវនេះគឺដល់វេនពេលយប់ម្ដងអ្នកទាំងអស់គ្នាយើងដើរលេងផ្សាររាត្រីតែផ្សាររាត្រីនឹងស្ងាត់មែនអ្នកទាំងអស់គ្នាហើយក៏ឃើញមានតូបខ្លះបិទច្រើនដែរអញ្ចឹងអ្នកទាំងអស់គ្នាចេញពីផ្សាររាត្រីនេះខ្ញុំមកផ្សារនេះទៅបើកហើយកន្លែងនេះវីដេអូទៅមកដល់កន្លែងផ្សាររាត្រីសៀមរាបទៀតទៅវល់ហើយអ្នកទាំងអស់គ្នាតែមែនណាកន្លែងនេះខ្ញុំសរសើរគាត់ដាប់អីតាក់ទាញខ្លាំងហើយមើលទៅស្អាតខ្លាំងមែនតែអ្នកទាំងអស់គ្នាមានលុយអីជួយទិញយកទៅដាក់ហាងដាក់ផ្ទះអីម្នាក់មួយអ្នកស្អាតខ្លាំងណាធ្វើពីស្បែកហើយជួយគាំទ្រស្នាដៃខ្មែរហងអ្នកទាំងអស់គ្នាបង្កើនការងារក្នុងស្រុកអ្នកទាំងអស់គ្នាជួយថតប្រម៉ូទហងផលិតផលក្នុងស្រុកក្នុងនេះមានរបស់លក់ប្រភេទបែបខ្មែរយើងជាច្រើនខ្លាំងមែនតើមានប្រភេទថ្មមានគុជមានឈើមានអីមានគំនូចេញមកសិតតែស្នាដៃល្អឯកហ្មងអ្នកទាំងអស់គ្នាដូចបងស្រីនេះគាត់គូខ្វៀកយល់រូបឡើងស្អាតអ្នកទាំងអស់គ្នាពេល final ខ្ញុំតែសើមែនតើនេះឃើញគាត់គូវាដល់ពេលចេញមកជារូបមកមួយឡើងស្អាតខ្លាំងមែនតើហ្នឹងនេះឃើញរូបដែលគាត់គូហ្នឹងគិតទៅមួយថ្ងៃលឿនណាស់អ្នកទាំងអស់គ្នាដើរចុះដើរឡើងឥឡូវដល់ម៉ោងឡើងឡានពេលយប់មកហើយនេះគឺខ្ញុំមកទិញសវត្តឡើងឡានពេលយប់មកពេញវិញ